ជាបឋមខ្ញុំប្រកាសណាខំវាសនាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់ព្រះធេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដែលព្រះអង្គមានវត្តមាននៅទីនេះហើយសូមគោរពបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានថ្ងៃនេះដោយសារមានការសំណូមពរពីបងប្អូននៅទីនេះដើម្បីធ្វើការជួបជុំគ្នាសំណេះសំណាលខ្ញុំបានមកដល់ទីនេះខ្ញុំមានសេចក្តីរីករាយសប្បាយណាស់ហើយខ្ញុំដឹងថាបងប្អូនគឺជាអ្នកនាំយកគំនិតត្រូវដើម្បីទៅចែកជូនគ្នានៅក្នុងសង្គមជាតិរបស់យើងបងប្អូននឹងក្លាយទៅជាអ្នកដឹកនាំបានលុះត្រាតែបងប្អូនមានភាពរឹងមាំនៅផ្ទៃខាងក្នុងយើងត្រូវបែងចែកឲ្យច្បាស់ឲ្យដាច់គ្នាអំពីភាពរឹងមាំនិងភាពរឹងត្អឹងដើម្បីក្លាយទៅជាអ្នកដឹកនាំទោះបីដឹកនាំអីក៏ដោយដឹកនាំខ្លួនក៏ដោយដឹកនាំក្រុមគ្រួសារក៏ដោយដឹកនាំកូនប្រពន្ធក៏ដោយដឹកនាំភូមិឃុំក៏ដោយដឹកនាំប្រទេសក៏ដោយមនុស្សត្រូវមានភាពរឹងមាំពីផ្នែកខាងក្នុងមនុស្សដែលមានភាពរឹងមាំគឺខុសពីមនុស្សដែលមានភាពរឹងត្អឹងតែចេះរឹងរូសមនុស្សដែលមានភាពរឹងមាំគឺជាមនុស្សដែលទន់ភ្លន់បំផុតប៉ុន្តែមិនងាយវិកវេទេគឺមិនងាយងាករេអំពីគោលរបស់ខ្លួនទេដោយផ្អែកទៅលើអីរឹងមាំទៅលើអីដើម្បីដឹកនាំខ្លួនក៏ដោយដឹកនាំក្រុមគ្រួសារក៏ដោយដឹកនាំភូមិឃុំក៏ដោយដឹកនាំសង្គមជាតិក៏ដោយមនុស្សត្រូវមានភាពរឹងមាំសួរថាបើមានភាពរឹងមាំទៅលើអីហើយបើរឹងមាំហើយតើមិនយកគំនិតរបស់គេឬយ៉ាងណាមិនយកគំនិតអ្នកដទៃទេឬយ៉ាងណាគេថាគ្រោះថ្នាក់បំផុតបើមនុស្សម្នាក់មិនយកគំនិតអ្នកដទៃតទៅសោះក៏ប៉ុន្តែក៏គ្រោះថ្នាក់ដែរបើមនុស្សម្នាក់យកគំនិតអ្នកដទៃតរហូតព្រោះវាមិនដឹងគោលនៅតាណាពាក្យថានាំគេនេះមានន័យថានាំគេឲ្យមកយល់ឃើញដល់យើងបើសិនណាជាអ្នកណាថាអីក៏ត្រូវមិនដឹងគោលរបស់យើងកំពុងនាំគេមកហ្នឹងនាំមកកន្លែងណាមិនដឹងជាដឹកនាំគេរបៀបម៉េចគេថាលិចទៅលិចគេថាកើតទៅកើតអញ្ចឹងលក្ខណៈជាអ្នកដឹកនាំត្រូវមានភាពរឹងមាំប៉ុន្តែសួរតែរឹងមាំទៅលើអីយើងត្រូវវិភាគអំពីសច្ចធម៌មនុស្សខ្លះរឹងមាំទៅលើភាពមិនត្រឹមត្រូវមិនសច្ចធម៌ឧបមាថាយើងចង់ទៅធ្វើផ្ទះមួយនៅលើផុកសង់ឲ្យបាន50ជាន់នៅលើផុកហ្នឹងចង់យ៉ាងម៉េចក៏ដោយរឹងមាំយ៉ាងម៉េចក៏ដោយប្រុងអស់សមត្ថភាពយ៉ាងម៉េចក៏ដោយសច្ចធម៌វាអត់អាចសង់បានវាមិនអាចយកថ្មសង់ផ្ទះថ្មនៅលើផុកនឹងបានទេដោយគ្មានការបុកគ្រឹះទៅជ្រៅទេអញ្ចឹងសួរតែរឹងមាំទៅលើអីប្រយ័ត្នក្លាយខ្លួនពីរឹងមាំទៅរឹងត្អឹងទៅចេះរឹងរូសអ្នករឹងមាំគឺជាមនុស្សទន់ភ្លន់បំផុតគឺជាមនុស្សដែលរៀបសារបំផុតប៉ុន្តែគឺជាមនុស្សដែលគោរពគោលការណ៍ឈរនៅកន្លែងហ្នឹងអត់ទៅណាទេដោយផ្អែកទៅលើការវិភាគត្រឹមត្រូវភាពរឹងមាំរបស់ខ្លួនសួរថារឹងមាំទៅលើអីអ្នកអាកន្លែងហ្នឹងក៏ពិបាកដែរមនុស្សត្រូវវិភាគមែនតើរឹងមាំទៅលើត្រូវស្អីដែលហៅថាត្រូវគឺប្រយោជន៍ពាក្យថាត្រូវនេះមិនមែនព្រះបរមគ្រូនៃយើងព្រះអង្គប្រាប់ថាអ្នកអានេះត្រូវធ្វើអញ្ចេះអ្នកនេះត្រូវធ្វើអញ្ចេះអត់ទេព្រះអង្គគ្រាន់តែប្រាប់គោលថាដែលហៅថាត្រូវនោះណាគឺប្រយោជន៍ហើយអ្នកឯងយកទៅវិភាគខ្លួនឯងទៅទង្វើមួយណាដែលមានប្រយោជន៍ទង្វើមួយណាដែលអត់ប្រយោជន៍ចាត់ទុកថាត្រូវឬមិនត្រូវនេះណាមិនមែនព្រះបរមសាស្តាព្រះអង្គថាអញ្ចេះត្រូវអញ្ចោះខុសព្រះអង្គអត់ទេបើទោះបីជាព្រះអង្គថាអ្នកអានេះខុសអានេះត្រូវឧបមាថាសិល5ជាធម៌របស់មនុស្សលោកព្រះអង្គហាមសម្លាប់សត្វហាមពូតកុហកហាមចាក់ដោតគេក៏ព្រះអង្គមិនអត់ឲ្យយើងពិចារណាណាឲ្យយើងពិចារណាទាំងអស់ថាបើសិនណាជាយើងមិនធ្វើអញ្ចឹងសួរថាតើសង្គមនឹងទៅជាស្អីអ្នកអាចពិចារណាបានដែលខុសពីសាសនាផ្សេងតែព្រះថាហើយគឺគ្មានពិចារណាទេព្រះអ្នកកំណត់ទង្វើខុសឬទង្វើត្រូវចំណែកយើងវិញអត់ទេទង្វើខុសឬទង្វើត្រូវយើងកំណត់ដោយខ្លួនយើងដោយផ្អែកទៅលើប្រយោជន៍ព្រះអង្គឲ្យតែមេគុណមកទេតែនឹងតែព្រះអង្គខុសពីគេត្រង់ថាព្រះអង្គបង្រៀនមនុស្សឲ្យស្ទូចត្រីមានន័យថាឲ្យមនុស្សចេះយកគោលមួយហ្នឹងទៅបំបែករកបញ្ញាផ្សេងទៀតពីព្រោះដំណើររបស់ព្រះបរមគ្រូដំណើរស្វែងរកបញ្ញាដល់ទីបំផុតនៃការស្វែងរកបញ្ញាគឺគេហៅថាត្រាស់ដឹងហ្នឹងអញ្ចឹងដំណើររបស់ពុទ្ធបរិស័ទទាំងអស់ដែលនៅតាមក្រោយព្រះអង្គគឺសុទ្ធតែដំណើរបង្កើនបញ្ញាទាំងអស់ត្រូវស្វែងរកប្រយោជន៍មនុស្សរឹងមាំគឺរឹងមាំទៅលើត្រូវហ្នឹងប៉ុន្តែឧទាហរណ៍បើខ្ញុំរឹងមាំទៅលើប្រយោជន៍ផ្ទាល់ខ្លួនរួចខ្ញុំតែហៅគេទាំងអស់គ្នាឲ្យមកចូលរួមសួរថានឹងត្រូវហ៎ប្រយោជន៍ហ្នឹងវាអត់រឹងមាំហេតុអីបានថាមិនរឹងមាំយើងវិភាគដោយខ្លួនយើងទៅអ្នកណាគេមកចូលរួមគ្នាចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ខ្ញុំទៅរួចអត់បើសិនណាជាគេភ័ណ្ឌស្មានតែប្រយោជន៍ទាំងអស់គ្នាគេអាចភ័ណ្ឌណាគេមកមួយរយៈប៉ុន្តែដល់ពេលណាគេដឹងថានឹងជាចលនាមួយដើម្បីប្រយោជន៍អាណាមួយហើយអ្នកផ្សេងទៀតគ្មានប្រយោជន៍គង់តែរលាយទៅវិញជាសច្ចធម៌ធម៌ជាតិធម៌នៅលើលោកនេះមានពីរមានធម៌មានរូបមានធម៌អរូបធម៌មានរូបដូចតុកទូកៅអីអញ្ចឹងសម្រាប់មនុស្សល្ងងសម្គាល់ឧបមាថាមានដបទឹកបរិសុទ្ធមួយអញ្ចឹងបើខ្ញុំលើកបាវស្រូវមកដាក់លើទឹកបរិសុទ្ធនឹងមួយដបហ្នឹងគេស្រែកគ្រប់គ្នាថាកុំលើកដាក់លើវាបាក់ហើយមើលឃើញប៉ុន្តែពេលធម៌ជាតិធម៌ដែលអរូបមានសិលធម៌មានសេរីភាពមានសមត្ថធម៌
មានជីវភាពរស់នៅមិនដឹងជាស្អីរូបឯណាឃើញប៉ុន្តែវាមានដាក់តើលើគ្នាអញ្ចឹងដែរដាក់បានឬមិនបានលើគ្នាអញ្ចឹងដែរដោយគេវិភាគថាទីណាមានការជិះជាន់ទីនោះមានការរើបំរាស់ទីណាមានអំពើអយុត្តិធម៌ទីនោះតែងតែមានការរើបំរាស់យើងមើលធម្មជាតិធម៌ហ្នឹងវាត្រូវអត់ទីណាមានការរើបំរាស់ទីនោះគ្មានទេសន្តិភាពទីណាគ្មានសន្តិភាពទីនោះគ្មានការអភិវឌ្ឍហើយយើងវិភាគមើលថាវាកងលើគ្នាអញ្ចឹងតើវាមែនអត់យើងរៀនវិភាគបង្កើនបញ្ញាគេថាភ្នែកភ្លឺមែនពិតមើលឃើញចិត្តរឿងអាយដល់ពេលភ្នែកថ្មិចមើលឃើញឆ្ងាយសពទិសាយមិនចេះសល់ក្នុងនាមជាអ្នកដឹកនាំសំបីតែដឹកនាំខ្លួនឯងក៏ដោយត្រូវចេះស្វែងមើលធម្មជាតិធម៌អស់នោះបើមិនស្វែងមើលធម្មជាតិធម៌អស់នោះមិនដឹងថានាំខ្លួននឹងទៅប្រតិបត្តិបែបណាទេអញ្ចឹងមុននឹងនាំចលនាស្អីមួយទៅធ្វើអីមនុស្សត្រូវរឹងមាំក្នុងនាមជាអ្នកដឹកនាំត្រូវរឹងមាំប៉ុន្តែមាំទៅលើអីមាំទៅលើថាអត់វិភាគសច្ចធម៌ប្រមូលកែនកោគ្នាមកដើម្បីផលប្រយោជន៍ខ្លួនឯងចលនាមួយនឹងតិចទៀតគង់អាលាយប៉ុន្តែបើមនុស្សមួយមានលក្ខណៈទន់ជ្រាយជាពិសេសបងប្អូនចាំសង្កេតចោះសង្កេតខ្លួនឯងមុនគេណាកុំសង្កេតអ្នកដទៃសង្កេតខ្លួនឯងមុនគេណាមនុស្សដែលខ្លាចគេថានេះមួយធ្វើទង្វើស្អីមួយខ្ញុំមិនហ៊ានធ្វើខ្ញុំខ្លាចគេថាខ្ញុំខ្មាស់គេច្រើននិយាយថាការរិះគន់របស់អ្នកដទៃឬក៏អ្នកដទៃជាកញ្ចក់ឆ្លុះបញ្ចាំងប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ជូនការគេអត់ដឹងទេឆ្លុះបញ្ចាំងអត់ត្រូវទេពីព្រោះធម្មជាតិធម៌វានៅក្នុងចិត្តរបស់យើងនេះគេមើលយើងអត់ដឹងទេគ្រាន់តែជាការបញ្ញត្តិឧបមាថាយើងដើរទៅមុខទៅគេថាយើងចេះគេថាយើងចុះយើងងាកមកមើលខ្លួនយើងមើលមែនទេអត់គេមើលពីចង្ងាយមកគេស្រែកថាអូជន់លាមុខហើយយើងលើកជើងឡើងយើងឃើញជន់លពៅហ្នឹងព្រោះនៅខ្លួនយើងដឹងព្រោះចិត្តគៀកហើយបើយើងឡើងតែខ្លាចគេថាយើងអត់ហ៊ានទៅទេឧបមាថាមនុស្សម្នាក់យើងថាទៅបត់ជើងនៅខាងមុខនោះហួយអញមិនហ៊ានបត់ជើងទេតែនឹងអញខ្មាស់គេកុំគិតពីរឿងខ្មាស់គេគិតពីរឿងត្រូវអត់ទៅខាងមុខបត់ជើងអញ្ចឹងសមអត់បើថាសមទៅពីណាសោចពីណាយំក៏ទៅពីព្រោះអីពីព្រោះទង្វើរបស់យើងទេដែលកំណត់នៅបុគ្គលិកលក្ខណៈនៅគុណធម៌របស់យើងពិតប្រាកដមិនមែនមកពីគេថាទេប៉ុន្តែមនុស្សភាគច្រើនបាត់លក្ខណៈរឹងមាំគឺខ្លាចគេថាកុំខ្លាចគេថាអ្នកដែលដឹកនាំគេហ្នឹងគឺត្រូវមានលក្ខណៈរឹងមាំរុញអាភាពត្រឹមត្រូវហ្នឹងទៅក្នុងសង្គមឡើងវិញសប្ថ្ងៃចំនួនអ្នកអត់ចេះដឹងហ្នឹងគឺច្រើនហើយមនុស្សដែលមានចំណេះដឹងតិចតួចហ្នឹងភាគច្រើនបាត់លក្ខណៈរឹងមាំហ្នឹងខ្លាចគេថាហ្នឹងអាខ្លាចគេថាហ្នឹងហើយដែលបាត់លក្ខណៈជាអ្នកដឹកនាំតែធ្វើអីក៏ដោយតាំងនិយាយថាអញមិនហ៊ានធ្វើអញខ្មាស់គេអញខ្លាចគេថាអាលក្ខណៈហ្នឹងបាត់លក្ខណៈជាអ្នកដឹកនាំភាពជាអ្នកដឹកនាំត្រូវមានលក្ខណៈរឹងមាំហើយទន់ភ្លន់នាំគេធ្វើម៉េចឲ្យមកដល់កន្លែងហ្នឹងឲ្យមកយល់ត្រូវហ្នឹងដោយផ្អែកទៅលើសច្ចធម៌ថាម៉េចហ៎បើហៅគេចូលរួមយើងត្រូវឲ្យដឹងថាដើម្បីឲ្យគេចូលរួមបានលុះត្រាតែអាការចូលរួមហ្នឹងវាមានប្រយោជន៍ទាំងអស់គ្នាហើយបើគេថាគ្មានប្រយោជន៍ក៏ថាចុះប៉ុន្តែរឿងហ្នឹងវាមានប្រយោជន៍មែនគេថាចុះយើងត្រូវរឹងមាំត្រូវទន់ភ្លន់បើយល់គេម្ដងហើយម្ដងទៀតឲ្យគេយល់អំពីដំណើររបស់យើងត្រូវសិក្សាពីគេជួនកាលមនុស្សល្ងងពេកមិនអាចយល់បានជួនកាលមនុស្សហ្នឹងជាមនុស្សធ្វើដីលក់គាត់មានប្រយោជន៍រឿងផ្សេងអញ្ចឹងគាត់ធ្វើមិនយល់វាប៉ះតកិច្ចអញ្ចឹងហើយក្នុងនាមជាអ្នកដឹកនាំគេដឹកនាំក្រុមតូចដោយភូមិដោយឃុំដោយខ្លួនឯងក៏ដោយត្រូវរឹងមាំទៅលើភាពត្រឹមត្រូវធ្វើម៉េចឲ្យដឹងថាត្រឹមត្រូវនេះធ្វើម៉េចឲ្យដឹងថាអានឹងត្រឹមត្រូវនេះមនុស្សត្រូវមានរបៀបក្នុងការបង្កើតគំនិតដែលចាត់ទុកថាត្រឹមត្រូវមានរបៀបបង្កើតខ្ញុំលើកបទពិសោធន៍របស់ខ្ញុំហើយខ្ញុំបានអានពីសភៅហើយខ្ញុំយកមកធ្វើជាគំរូក្នុងការបង្កើតគំនិតដើម្បីបង្កើតគំនិតមួយមនុស្សត្រូវស្វែងយល់ដោយខ្លួនឯងជាមុនសិនស្វែងយល់ថាតើគំនិតទស្សនៈក្នុងការធ្វើសង្គមទៅចេះវាត្រឹមត្រូវអត់គិតម្នាក់ឯងសិនបានគិតជាទស្សនៈនឹងរួចហើយចាប់ដើមផ្ទៀងផ្ទាត់ជាមួយនឹងសភៅមេរៀនដែលយើងបានរៀនយើងអានសភៅទស្សនវិជ្ជាអីគុំគ្នាទាំងអស់មកថាតើគំនិតរបស់យើងត្រូវអត់បន្ទាប់មកទៀតយើងទៅឆែកអ៊ីនធឺណិតទៅឆែកអីទៅសពគ្រប់អត់ទៅបានជាគំនិតមួយទុកបន្ទាប់មកទៀតក្នុងជីវិតរបស់យើងអាយុប៉ុណ្ណេះអស់ហើយយើងមានការខ្សែគប់មិត្តដែរយើងដឹងហើយមិត្តនេះខ្សែគប់បានតែរឿងក្រៅអូខេទេអានេះបានទៅជាមួយស្រីទេអ្នកខាងនេះបើនិយាយគ្នាពីរឿងគំនិតបានបើខាងនោះនិយាយពីរឿងផឹកបានកើតដល់អញ្ចឹងយើងសម្គាល់ទុករួចហើយដល់សម្គាល់ទុករួចហើយដល់ពេលណាយើងបានគំនិតយើងចាប់ដើមទៅនិយាយណែអ្នកនេះមួយអាចមានគំនិតទស្សនៈអាចទៅជែករឿងហ្នឹងបានពេលទៅជែកគ្នារួចហើយទៅជែកដេញដោលហើយថាគំនិតរបស់យើងត្រូវហើយទៅមួយទៀតទៅតគ្រប់មនុស្សបានចាប់ដើមគំនិតយើងចាប់ដើមល្អទៅថាត្រូវអត់គំនិតហ្នឹងត្រូវហើយតាមប្លាតុងជាអ្នកប្រាជ្ញទស្សនវិទូគាត់ថាទោះបីជាយើងមានរបៀបគិតយ៉ាងត្រឹមត្រូវយ៉ាងណាក៏ដោយយើងត្រូវទុកប្រហែលជា 1% គិតថាវាអាចនឹងមិនត្រូវបើយើងគិតថាត្រូវ 100% អ្នកដទៃណាផ្សេងពេលដែលយើងផ្សាយគំនិតនឹងទៅអ្នកដទៃគេស្រែកថាខុស
យើងអត់ឈប់ទេពីព្រោះអីពីព្រោះយើងថាត្រូវ 100% ពីព្រោះអញមានរបៀបគិតអញសាវជ្រាវអញគិតតាមអ៊ីនធឺណិតអញសួរពួកម៉ាក់អញដេញដោលកំណត់នឹងជាមួយអ្នកប្រាជ្ញធំរួចអស់ហើយអញ្ចឹងត្រូវហ៎ប្លាតុងគាត់ថាអាចមានកំណត់មួយត្រូវអាចមានកំណត់មួយត្រូវអាចមានកំណត់មួយត្រូវក្នុងជីវិតរបស់អ្នកសម្រាប់កំណត់ច្រើនអាចមានថ្ងៃណាមួយផ្លាត់មិនខានទេអញ្ចឹងត្រូវគិតថាទោះបីអញដេញដោលកំណត់នឹងដល់កម្រិតណាក៏ដោយចេញជាសមិទ្ធផលយ៉ាងណាក៏ដោយត្រូវគិតថាថ្ងៃណាមួយអាចនឹងមិនត្រូវអញ្ចឹងត្រូវទុកលទ្ធភាពនឹងស្ដាប់អ្នកដទៃផងដើម្បីអីដើម្បីទុកឱកាសឲ្យខ្លួនយើងឃើញលោកកំណត់របស់យើងខុសក៏ប៉ុន្តែបើសិនណាជាយើងដើរទៅហើយអ្នកដទៃមុខតថាមនុស្សដើរឆ្កែព្រុសយើងទៅគេថាបើគេថាចំរឿងដដែលដែលយើងដោះស្រាយរួចហើយយើងនៅតែឈប់ទេដំណើររបស់យើងអត់ដល់ទិសដៅទេដំណើររបស់យើងអត់ដល់ទិសដៅពីព្រោះអ្នកណាហៅយើងចេះតែឈប់អ្នកណាហៅយើងចេះតែឈប់ហើយរឿងហ្នឹងយើងដោះស្រាយរួចហើយហ្នឹងខ្ញុំលើកឧទាហរណ៍ថាគេថាមិនក៏មិនចូលរួមជាមួយអ្នកប្រជាធិបតេយ្យទៅគេសិតតែប្រជាធិបតេយ្យយើងដោះស្រាយរួចហើយមួយនឹងដោះស្រាយមែនណោះការពិតលោកមានតំណែងត្រឹមត្រូវដោយលោកយល់ថានោះមិនមែនប្រជាធិបតេយ្យខ្ញុំច្រឡំចេញទៅមុខបន្តិចទៀតតាំងគេថាមិនក៏មិនរួបរวมមួយខាងណែទៅគេសិតតែប្រជាធិបតេយ្យឈប់សិនណាបញ្យល់គេមែនមែនលោកនិយាយត្រូវទៅមុខទៀតតាំងថាទៀតណាបើសិនណាជាថាឈប់គ្មានពេលទៅដល់ទិសដៅទេប៉ុន្តែបើយើងគេថាហើយយើងមិនឈប់គេលោកគេថាចាំចំណុចថ្មីណាដែលយើងគិតមិនដល់យើងថាចំណុចនេះប្រហែលជាមិនត្រឹមត្រូវយើងត្រូវយកចំណុចហ្នឹងមកពិចារណាបើពិចារណាត្រូវហើយយើងទៅមុខទៀតក្នុងនាមជាអ្នកដឹកនាំត្រូវមានលក្ខណៈរឹងមាំទៅលើអាត្រូវហ្នឹងអត់ចោះញោមទេប៉ុន្តែគ្រាន់តែវិធីប្រតិកម្មបើអង់គ្លេសគេថា hard approach ឬ soft approach ឬ hard approach ហ្នឹងគឺចង់និយាយថាតើយើងប្រតិកម្មតាមរបៀបម៉ាំងទៅវិញឬយើងមើលនិស្ស័យរបស់សត្វហ្នឹងមុននឹងទាញគេឲ្យមកយល់តាមការត្រូវនេះតើយើងត្រូវធ្វើម៉េចយើងត្រូវ soft approach ឬ hard approach ឬយើងតបម៉ាំងឬយើងលួងលោមហ្នឹងឲ្យតែលួងលោមដើម្បីប្រយោជន៍ខ្លួនឯងមនុស្សនឹងចូលកាន់តែចិត្តថ្ងៃណាមួយគេដឹងគេចូលកាន់តែចិត្តកាន់តែដឹងគេយកអំមកគប់ក្បាលយើងហ្មងគេជេរយើងហ្មងប៉ុន្តែបើសិនណាជាមនុស្សហ្នឹងឧបមាតែយើងថាអាវ៉ាឲ្យទៅរៀនទៅកូនអ្នកហ្នឹងខឹងយើងដឹងថាទៅរៀនហ្នឹងកំពុងតែមានប្រយោជន៍វាទៅដើរលេងគ្រឿងញៀនហ្នឹងអត់ប្រយោជន៍ពេលណាយើងគៀងវាយូរបញ្ចុះបញ្ចូលវាឲ្យយល់តាមដំណើរហ្នឹងយូរវាដឹងគុណយើងឲ្យតែវាយល់វាដឹងគុណយើងបណ្ដោយអញ្ចឹងអ្នកដែលបញ្ចុះបញ្ចូលគេឲ្យគេមកធ្វើការឲ្យដឹងថាអ្វីដែលយើងកំពុងឲ្យគេធ្វើនឹងពិតជាមានប្រយោជន៍ដល់គេមែនដោយផ្អែកទៅលើសច្ចធម៌គឺអញ្ចឹងមែនហើយនងបើគេចូលចិត្តយើងកាន់តែខ្លាំងមែនទែនគេកាន់តែយល់ពីយើងនៅហ្មងពូតផ្ដុំទៅជាជ័យជំនះមួយដែលគ្មានបរាជ័យជ័យជំនះមួយជាស្ថាពរអត់មានចាញ់ទៅវិញទេបើពួកនឹងភូតកុហកបោកព្រះគេចូលកាន់តែចិត្តទៅចេញទៅវិញភូតចូលចិត្តចេញទៅវិញប៉ុន្តែពួកមនុស្សដែលខូចណាវាគិតថាម៉េចវាគិតថាបោកបានប្រមាណបោកយកអាប៉ុណ្ណឹងមិនដឹងអញបោកមិនដឹងណែអារបៀបហ្នឹងកំពុងរីកដុះដាលក្នុងសង្គមខ្មែរទាំងអ្នករស់ស៊ីក៏ធ្វើអញ្ចឹងទាំងអ្នកនយោបាយក៏ធ្វើអញ្ចឹងទាំងអ្នកសិល្បៈក៏ធ្វើអញ្ចឹងឧបមាថាអ្នកសិល្បៈគេតែងចម្រៀងឲ្យគាត់ចេះតែងអីទេគាត់ឲ្យលុយគេតោះដាក់ឈ្មោះគាត់ថាអ្នកតែងចម្រៀងហ្នឹងបានគាត់ឲ្យលុយពួកគាត់តកែផលិតកម្មឬក៏អ្នកណាមអីមានឈ្មោះមានអីមួយអញ្ចឹងប៉ុន្តែគាត់ដែរតែងគេអ្នកតែងគេដឹងគាត់ថាអាណាដឹងអញភូតអត់ដឹងពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គថាម៉េចក្នុងនាមអ្នកដែលមានសិលធម៌ខ្ពស់សូម្បីតែអ្នកដទៃមិនដឹងក៏ដោយយើងដឹងវាអៀនណាយើងខ្មាស់បាបយើងអៀននឹងអំពើបាបយើងមានហិរិក្នុងខ្លួនពេលណាចិត្តយើងជាមនុស្សដែលមានសិលធម៌ហ្នឹងមិនមែនធ្វើអៀនទេវាអៀនខ្លួនឯងហ្មងពាក្យមិនពិតនិយាយវាអត់កើតតែអ្នកនយោបាយសប្ងៃអត់ទេបោកអាណាបានបោកអាណាបោកមិនបានឲ្យទៅអាណាដឹងទៅដោយពួកម៉ាក់ខ្ញុំវាធ្លាប់និយាយថាម៉េចវាថាហែងធ្វើល្អក៏មិនមែនមនុស្សមកពិភពលោកថាឯងល្អទាំងអស់ដែរមានគេថាអាក្រក់ដែរហើយអញធ្វើអាក្រក់ក៏មិនមែនមនុស្សមកពិភពលោកថាអញអាក្រក់ដែរមានមនុស្សគ្រប់គ្រងអញដែរហើយហ៊ានថាអញអាក្រក់មើលអញថាឯងអាក្រក់ដែរទៅច្បោកច្បល់គិតតែមិនចេញវាចេញអាក្បួនហ្នឹងសង្ហៃវាចេញអាក្បួនហ្នឹងប៉ុន្តែក្នុងនាមជាមនុស្សល្អធម្មជាតិល្អវាដុសក្នុងចិត្តដូចអំពៅអញ្ចឹងវាមិនមែនប្រឹងធ្វើផ្អែមទេវាផ្អែមហ្នឹងជាធាតុរបស់វាបើសិនណាជាយើងជាមនុស្សល្អមិនមែនយើងទម្លាក់អំពើល្អអត់កើតទេវានៅតែធ្វើអញ្ចឹងដោយពុទ្ធប្រាប់រំគុណនៃយើងព្រះអង្គថានៅលើโลกនេះរកមិនបានទេមនុស្សដែលគ្មានគេរិះគន់នោះប៉ុន្តែសួរថាយើងខុសទេថាយើងអត់បានខុសទេពុទ្ធប្រាប់រំគុណមានខុសអីនៅតែមានមនុស្សរិះគន់អញ្ចឹងក្នុងនាមជាអ្នកដឹកនាំព្រះអង្គឲ្យស្ងប់ចិត្តថាយើងបានធ្វើរួចហើយអ្នកដទៃគេថាកុំយកពាក្យអ្នកដទៃនោះមកដាក់ក្នុងខ្លួនឲ្យឈឺចាប់ពីព្រោះទង្វើមួយវាមិនមែនខុសឬត្រូវដោយសារគេថាទេគឺដោយសារយើងធ្វើប៉ុន្តែធម៌ជាតិធម៌ល្អនេះណាត្រូវដឹងហ្មងវាមានលក្ខណៈជ្រាបអត់ឆាបឆាយទេ
អត់ឆាតឆាយទេបើមិនជាអំពើល្អមែនណាត្រូវដឹងថាធម្មជាតិធម៌ល្អវាជ្រាបអញ្ចឹងយូរមួយឆ្នាំ2ឆ្នាំ3ឆ្នាំបានគេសម្គាល់យើងថាជាមនុស្សល្អបានយូរបើមនុស្សប្រព្រឹត្តអំពើអាក្រក់គេច្រឡំថាមនុស្សល្អអានឹងឆើតហ្មងឆក់យកហ្មងដូចស្រីម្នាក់ដែលមានគុណសម្បត្តិល្អតើទៅតាមមើលផ្ទះបាយទៅតាមមើលការទុកដាក់នៅក្នុងផ្ទះបើស្រីតាក់ទងយូរបន្តិចទៅបានដឹងថាអូស្រីនេះមានគុណសម្បត្តិល្អបើស្រីរូបសម្ផស្សស្អាតដើរឆ្វាច់កាត់ពីមុខដឹងបដ ாய் ល្អបដ ாய் មើលទៅឃើញស្អាតបដ ாய் ធម្មជាតិធម៌អាក្រក់វាឆើតអញ្ចឹងខ្ញុំលើកឧទាហរណ៍អ្នកដែលចង់ឲ្យគេល្អភាកច្រើនសម្ដីអាក្រក់ពួកពាក្យអប់រំវាអញ្ចឹងវាត្រូវតែនិយាយអញ្ចឹងពួកយើងអប់រំកូនយើងអញ្ចឹងយើងអប់រំតែមានសម្ដីអាក្រក់អ្នកស្ដាប់កម្រទទួលយកបានណាពីព្រោះពាក្យប៉ិតរែងស្លែងវាមិនសូវព្រោះទេពួកថាឲ្យចំដូចពេលថាអ្នកឯងធ្វើអញ្ចឹងល្ងងហើយពួកអ្នកដែលអាក្រក់វិញគេប្រើសម្ដីផ្អែមល្ហែមដល់ពេលអញ្ចឹងយើងឆាប់ទទួលយកបានណាវាដូចស្រីមានរូបស្អាតឆាប់ឆក់យកប៉ុន្តែយូរទៅគង់គេដឹងហើយយើងក៏យូរក៏គង់គេដឹងដែរអញ្ចឹងបានយើងក្នុងនាមជាមនុស្សល្អត្រូវរឹងមាំយើងលើកឧទាហរណ៍ថាគេបន្ទោសយើងថាដូចបងប្អូនកូនចៅអីចឹងច្រើនតែម៉ែឲ្យយើងមាត់អីដើរបដៅអីគេចឹងកូនចៅថាម៉ែឯងចូលចិត្តធ្វើឲ្យគេខឹងម៉ែឯងអត់ចេះរកប្រយោជន៍រកអីទេគេខឹងម៉ែឯងត្រូវសួរទៅកូនវិញថាកូនម៉ែស្អប់ព្រោះតែធ្វើអំពើល្អគិតយ៉ាងម៉េចកូនណាឬម៉ែត្រូវបានគេស្រឡាញ់ព្រោះតែម៉ែធ្វើអំពើអាក្រក់កូនជ្រើសរើសយកមួយណាកូនម៉ែត្រូវបានគេស្អប់ព្រោះតែម៉ែធ្វើល្អហើយនឹងម៉ែត្រូវបានគេស្រឡាញ់ព្រោះតែម៉ែធ្វើអាក្រក់កូនយកអ្នកណា